មិនពិបាកទេប៉ុន្តែខ្ញុំគិតថាស្ត្រីអាចធ្វើបានជារៀងរាល់ថ្ងៃនាងខ្ញុំជិះម៉ូតូប្រហែលជាង20 គីឡូដើម្បីទៅផ្ដល់សេវាកម្មដល់អតិថិជននៅតាមភូមិផ្លូវខ្លះអាចនឹងពិបាកផ្លូវខ្លះអាចនឹងសំណុកប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់នាងខ្ញុំទេការងារចុះតាមភូមិគឺជាការងារដែលនាងខ្ញុំស្រឡាញ់តាំងពីដើមមកការចុះជួបអតិថិជនការចុះសួរសុខទុក្ខការសួរពីដំណើរការអាជីវកម្មតាមមានភាពរីកចម្រើនដល់ណាទៅហើយជាតិពេលខ្លះនាងខ្ញុំធ្វើការផ្សព្វផ្សាយប្រមូលពីផលិតផលសេវាកម្មទៅកាន់អតិថិជនថ្មីបន្ថែមទៀតប្រសិនបើមានពួកគាត់ត្រូវការកម្ចីនាងខ្ញុំនឹងរៀបចំឯកសារជូនពួកគាត់ទៅតាមនីតិវិធីរបស់គ្រឹះស្ថានបញ្ហាប្រឈមរបស់នាងខ្ញុំគឺការធ្វើដំណើរថ្ងៃខ្លះក៏ក្តៅថ្ងៃខ្លះក៏ភ្លៀងផ្លូវខ្លះក៏សំណុកផ្លូវខ្លះក៏លំបាកអ្នកផ្ទះសួរខ្ញុំថាធ្វើការនៅមីក្រូហិរញ្ញវត្ថុហ្នឹងធ្វើខាងគណនេយ្យមែនខ្ញុំថាអត់ទេខ្ញុំធ្វើការខាងភ្នាក់ងារឥណទានហើយចុះភ្នាក់ងារឥណទានហ្នឹងធ្វើបានដែរមែនបើភាគច្រើនតាជាបរិះហ្នឹងអ្នកដើរអញ្ចឹងណាធ្វើកើតហើយសុខចិត្តទៀតជាពិសេសនៅពេលដែលអតិថិជនមានការស្រឡាញ់ការរាប់អានការចូលចិត្តនឹងឃើញពីភាពរីកចម្រើនរបស់អតិថិជននៅពេលដែលក្រោយពីកម្ចីខាងពួកយើងទៅកត្តាដែលជំរុញឲ្យនាងខ្ញុំជ្រើសរើសយកការងារជាភ្នាក់ងារឥណទានគឺនាងខ្ញុំស្រឡាញ់ការងារដែលចុះទៅតាមសហគមន៍ការជួបជាមួយនឹងអ៊ំពូមីងបងប្អូននៅតាមភូមិធ្វើឲ្យនាងខ្ញុំមានអារម្មណ៍ថាសប្បាយម្យ៉ាងទៅងាកណាវាជាការងារនៅជិតផ្ទះផងម្យ៉ាងទៀតតាំងពីតូចមកនាងខ្ញុំតែងតែឈរលើទស្សនៈមួយថាស្ត្រីអាចធ្វើបានគ្រឹះស្ថានខេមម៉ាលើកទឹកចិត្តឲ្យមានបុគ្គលិកជាស្ត្រីមិនថាតួនាទីជាភ្នាក់ងារឥណទានឬក៏តួនាទីប្រធានផ្នែកឬក៏ជាតួនាទីអ្វីមួយទេជាក់ស្ដែងគាត់លើកទឹកចិត្តឲ្យនាងខ្ញុំធ្វើជាភ្នាក់ងារឥណទានដោយសារគាត់គិតថាការងារអ្វីក៏ដោយក៏ស្ត្រីយើងអាចធ្វើបានដែរបងប្អូនស្ត្រីដែលធ្លាប់គិតថាការងារមួយចំនួនណាមានតែបរិះទេដែលអាចធ្វើបានកុំគិតអញ្ចឹងជាក់ស្ដែងស្ត្រីយើងមានចំណុចខ្លាំងផ្សេងពីបរិះនាងខ្ញុំឈ្មោះកូនបាគុណជាភ្នាក់ងារឥណទាននៃគ្រឹះស្ថានខេមម៉ាមីក្រូហិរញ្ញវត្ថុហើយនាងខ្ញុំយល់ថាការងារអ្វីក៏ស្ត្រីយើងអាចធ្វើបានដែរ